ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមនៅក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើមនីតិអេនៅរាជធានីភ្នំពេញក៏ដូចជាកូនអតិថិជនករណីក្មេងឆ្លាតគឺស្ថានអម្រិតនិងវគ្គតម្រង់ទិសសម្រាប់ត្រៀមខ្លួនចូលសាកលវិទ្យាល័យដែលរៀបចំឡើងដើម្បីលើកទឹកចិត្តដល់កូនដែលជាសិស្សពូកែក៏ដូចជាហោះនៅចលនាអ្នករៀនសូត្រនិងលើកតម្លៃលើកកម្ពស់ការអប់រំដើម្បីកសាងប្រទេសកម្ពុជាគ្រីស្តាមីក្រូហិរញ្ញធុបអមរិតសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡារៀបចំកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សនៃឆ្នើមនីតិអេជាការពិតណាស់ឆ្នាំនេះគឺជាឆ្នាំទី3ដែលគ្រីស្តាមីក្រូហិរញ្ញធុបអមរិតបានរៀបចំកម្មវិធីបែបនេះក្នុងការរៀនដើម្បីបាននីតិអេហ្នឹងគឺនាងខ្ញុំខិតខំប្រឹងប្រែងមែនតើចំពោះការធ្វើលំហាត់ក៏ដូចជាការទន្ទិញមេរៀនចំពោះមេរៀនទន្ទិញគឺនាងខ្ញុំចាប់ផ្ដើមទន្ទិញតាំងតែពីដើមឆ្នាំរហូតដល់ចុងឆ្នាំជិតដល់ថ្ងៃប្រឡងនាងខ្ញុំក៏នៅតែទន្ទិញដែរចំពោះការធ្វើលំហាត់វិញគឺនាងខ្ញុំធ្វើជារៀងរាល់ថ្ងៃហើយអនុវត្តហើយក៏ដូចជាទន្ទិញនៅរូបមន្តខ្លះៗដែលពិបាកនឹងចាំហើយនឹងពិបាកនឹងយល់ផងដែរគឺទី1ការដាក់គោលដៅឲ្យបានច្បាស់លាស់និងការអត់សូវដាក់សម្ពាធលើខ្លួនឯងនីតិអេគឺជាគោលដៅហើយនីតិផ្សេងវាគឺជាផ្លូវផ្សេងដែលយើងឈានទៅរកអីផ្សេងនាពេលអនាគតតើយើងត្រៀមខ្លួនចូលមហាវិទ្យាល័យតើយើងនឹងឆ្លងពីមធ្យមសិក្សាចូលទៅសាកលវិទ្យាល័យយើងអាចជួបនឹងភាពប្រឈមថ្មីៗខ្លះហើយតើយើងគួរត្រៀមខ្លួនក្នុងការសម្របសម្រួលបែបណាបាទសូមជ័យ KC បច្ចុប្បន្នគឺយើងមាន AI ហើយ AI អាចជួយយើងក្នុងការធ្វើការរៀនហើយអាចជួយ